ប្រយោជន៍នៃស្លឹកគ្រៃសម្រាប់សុខភាពស្លឹកគ្រៃគឺជារុក្ខជាតិមួយប្រភេទដែលត្រូវបានគេប្រើប្រាស់សម្រាប់បន្ថែមឬក៏ធ្វើជាគ្រឿងទៅលើម្ហូបអាហារជាច្រើនប្រភេទនិងថែមទាំងជួយឲ្យមានរសជាតិឆ្ងាញ់ពិសាផងដែរប៉ុន្តែមិនត្រឹមតែអត្ថប្រយោជន៍ប៉ុណ្ណោះនោះឡើយស្លឹកគ្រៃក៏បានជួយព្យាបាលជំងឺផ្សេងៗទៀតផងបើយោងតាមការដោះស្រង់ចេញពីគេហទំព័រសុខភាពមួយបានឲ្យដឹងថាស្លឹកគ្រៃអាចជួយព្យាបាលជំងឺធីងធងបានដោយអ្នកគ្រាន់តែយកគល់របស់ស្លឹកគ្រៃចិតជាកង់ប្រហែលជាមួយថ្នាំងដៃដាក់ដាំទឹកឲ្យពុះហើយលាយជាមួយអំបិលច្រើនតាមការគួររួចយកមកស្ប៉ាលើដងខ្លួននោះអ្នកនឹងមានអារម្មណ៍ធូរស្រាលជាមិនខានម្យ៉ាងវិញទៀតប្រសិនបើជាអ្នកកើតនៅជំងឺផ្ដាសាយអ្នកអាចយកគល់ស្លឹកគ្រៃទៅដាំទឹកដូចគ្នាប៉ុន្តែអ្នកត្រូវតែចិតលាយជាមួយនឹងខ្ញីរងាស់វាអាយុបន្តិចហើយយកវាមកញ៉ាំក្តៅអ៊ុននោះនឹងធ្វើឲ្យអ្នកសះស្បើយពីជំងឺផ្ដាសាយដោយមិនចាំបាច់ចំណាយលុយទៅទិញថ្នាំឡើយគួរតែនាំគ្នាសាកល្បងវិធីសាស្ត្របុរាណដើម្បីសុខភាពទាំងអស់គ្នា